រួមគ្នានៅក្នុងក្រុមគ្រួសារនៃព្រះគ្រីស្ទអេមែនបងប្អូនទាំងអស់គ្នាបងប្អូនបានដឹងហើយថាកាលពីប្រហែលថ្ងៃមុនក្រុមរបស់យើងបងប្អូនរបស់យើងជាច្រើនបានទៅចូលរួមនៅក្នុងទីក្រុងភ្នំពេញហើយបងប្អូនបានឮអំពីទីបន្ទាល់ឬក៏អ៊ំឬក៏បងស្រីក៏បានចែកចាយអំពីអ្វីដែលព្រះបានធ្វើចនមកតែគាត់តែជាផ្នែកតូចទេមានកិច្ចការធំជាច្រើនដែលព្រះបានធ្វើនៅក្នុងប្រទេសរបស់យើងអេមែនបងប្អូនទាំងអស់គ្នាចឹងពិតជាស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់សប្តាហ៍ទី2នៃការថ្វាយបង្គំព្រះអង្គហើយក៏ជាសប្តាហ៍ទី2នៃខ្លឹមសាររបស់យើងទោះបីពិបាកក៏ស្ដាប់បង្គាប់អេមែនសរសើរដល់ការព្រះអង្គចាំបងប្អូនទាំងអស់គ្នានៅថ្ងៃនេះយើងនឹងរៀនអំពីចំណុចមួយដែលសំខាន់មែនទែននៅក្នុងជីវិតរបស់យើងជាកូនរបស់ព្រះអង្គជាអ្នកបម្រើព្រះអង្គជាអ្នកដើរតាមជាអ្នកដែលរស់នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់តែបងប្អូនទាំងអស់គ្នានៅក្នុងសប្តាហ៍នេះដែលយើងនឹងរៀនអំពីត្រឡប់មករកព្រះវិញអេមែនបងប្អូនហេតុអីបានជាយើងត្រូវយើងត្រូវដឹងអំពីស្ថានភាពរបស់យើងបងប្អូនជារឿយកូនប្រុសស្រីរបស់ព្រះអង្គងាយនឹងត្រូវការលបួងកូនរបស់ព្រះអង្គងាយនឹងដូរការថ្វាយបង្គំកូនរបស់ព្រះអង្គងាយនឹងផ្លាស់ប្ដូរការថ្វាយបង្គំព្រះដ៏ពិតទៅកាន់ការថ្វាយបង្គំព្រះរបស់លោកីអញ្ចឹងយើងដឹងថានៅក្នុងដំណើរនៃការថ្វាយបង្គំយើងមិនមែនតតែទៅថ្វាយបង្គំមុខរូបចម្លាក់ទើបយើងហៅថាថ្វាយបង្គំនោះទេតែនៅក្នុងជីវិតរបស់យើងអ្វីដែលយើងចំណាយពេលច្រើនជាងព្រះអ្វីដែលយើងផ្ដល់អាទិភាពច្រើនជាងព្រះអង្គនោះក៏រាប់ថាជាថ្វាយបង្គំព្រះដទៃដែរពីព្រោះយើងបានផ្ដល់អាទិភាពទាំងអស់ទៅកាន់របស់របរនៃលោកីដែលរបស់របរទាំងនោះគាត់ជាផ្នែកមួយដែលព្រះបានដាក់បង្កើតឡើងសម្រាប់យើងទាំងអស់គ្នាឲ្យយើងគ្រប់គ្រងបណ្ដាយើងបានលើកវាឲ្យធ្វើជាព្រះរបស់យើងជាអ្នកកំណត់វាសនារបស់យើងជាអ្នកដែលនាំយើងឲ្យឆ្ងាយពីព្រះអង្គហើយក៏ជាអ្នកនាំយើងឲ្យឃ្លាតឆ្ងាយអំពីប្រវត្តិមានរបស់ព្រះចឹងបងប្អូនយើងក្នុងនាមយើងជាកូនរបស់ព្រះអង្គយើងត្រូវតែប្រយ័ត្នជាមួយនឹងការដែលយើងត្រូវរស់នៅឲ្យបានល្អហើយក៏មិនខ្វះទេការលបួងដែលនឹងចូលមកហើយក៏មិនខ្វះទេការដែលយើងប្រព្រឹត្តខុសចំពោះព្រះអង្គមកដែរបងប្អូនព្រះរបស់យើងព្រះអង្គតែងតែមានប្រគុណយ៉ាងបរិបូរណ៍អេមែននៅក្នុងព្រះគម្ពីរទំនុកដង្កើងព្រះអង្គមានព្រះបន្ទូលថាសេចក្តីមេត្តាករុណារបស់ព្រះអង្គធំផ្ទៃមេឃខ្ពស់ពីផែនដីយ៉ាងណាសេចក្តីមេត្តាករុណារបស់ព្រះអង្គក៏ខ្ពស់យ៉ាងនោះដែរទិសខាងកើតឆ្ងាយពីទិសខាងលិចយ៉ាងណាសេចក្តីមេត្តាករុណារបស់ព្រះអង្គក៏ឆ្ងាយដូចយ៉ាងនោះដែរបណ្ដាជារឿយគ្រិស្តបរិស័ទឬក៏កូនរបស់ព្រះអង្គត្រូវបានដកជាប់នៅភាពភ័យខ្លាចមិនហ៊ានចូលមកក្នុងដំណាក់របស់ព្រះអង្គខ្លាចមិនហ៊ានមកទទួលព្រះគុណទទួលសេរីភាពទទួលការរីកចម្រើនខ្លាចភាពភ័យខ្លាចបាននាំឲ្យកូនរបស់ព្រះអង្គកាន់តែភ័យខ្លាចកាន់តែឆ្ងាយទៅរហូតដល់ត្រឡប់ទៅជាភាពខ្មាស់នៅចំពោះព្រះមកដែរបងប្អូនសេចក្តីមេត្តាករុណារបស់ព្រះអង្គក្តីស្រឡាញ់របស់ព្រះអង្គគឺមានច្រើនលើសកំហុសដែលយើងបានប្រព្រឹត្តអេមែនចាបងប្អូនទោះបីជាបងប្អូនស្ថិតនៅក្នុងស្ថានភាពបែបណាសូមកុំភ័យខ្លាចនឹងការដែលវិលត្រឡប់មករកព្រះអង្គវិញទោះបីជាបងប្អូនស្ថិតនៅក្នុងភាពអាម៉ាស់បែបណាសូមត្រឡប់មករកព្រះអង្គវិញព្រះអង្គអត់ទោសឲ្យបងប្អូនហើយបងប្អូនជារឿយព្រះអង្គតែងតែចាំបងប្អូននៅក្នុងដំណាក់របស់ព្រះអង្គហើយជាព្រះអង្គរងចាំបងប្អូននៅក្នុងបន្ទប់របស់បងប្អូនរាល់គ្នារងចាំបងប្អូននិយាយទៅកាន់ព្រះអង្គរងចាំបងប្អូនចំណាយពេលមួយព្រះអង្គរងចាំបងប្អូនអធិដ្ឋានចឹងបងប្អូនជារឿយយើងត្រូវបានលបួងដូច្នេះសូមត្រឡប់មករកព្រះវិញអញ្ចឹងយើងមើលទៅកាន់ព្រះគម្ពីរយេរេមៀជំពូកទី2 11 12តើប្រជាជននៅក្នុងសម័យនោះប្រជាជនអ៊ីស្រាអែលនៅក្នុងសម័យនោះគេបានធ្វើអ្វីខ្លះហេតុបានព្រះអង្គមានបន្ទូលយ៉ាងដូចនេះនៅក្នុងព្រះគម្ពីរបានមានព្រះបន្ទូលថាតើដែលមានសាសនាធ្លាប់
ផ្លាស់ព្រះរបស់ខ្លួនដែលមិនមែនជាព្រះផងទេតែរាជរបស់ឯងបានដូរព្រះដោយជាសេរីល្អរបស់ខ្លួនឲ្យតែបានរបស់ឥតប្រយោជន៍វិញចឹងនៅក្នុងខ12ព្រះយេហូវ៉ាទ្រង់មានបន្ទូលថាអូផ្ទៃមេឃអើយចូលឲ្យនឹកខ្លែកពីដំណើរនេះហើយឲ្យភ័យសើមចោះត្រូវឲ្យមានចិត្តស្រញោចទៅចឹងបងប្អូននៅក្នុងព្រះគម្ពីរយេរេមៀនេះបាននិយាយអំពីជនជាតិអ៊ីស្រាអែលដែលបានផ្លាស់ប្ដូរពីការថ្វាយបង្គំរូបព្រះដ៏ពិតប្រាកដទៅថ្វាយបង្គំអ្វីដែលនៅក្នុងលោកីនេះដែលឥតប្រយោជន៍ហេតុអីពីព្រោះប្រជាជនអ៊ីស្រាអែលបានភ្លេចការអស្ចារ្យដែលព្រះបានធ្វើនៅក្នុងស្រុកអេស៊ីបប្រជាជនអ៊ីស្រាអែលបានភ្លេចអំពីកិច្ចការដែលព្រះបានធ្វើដែលបានរំដោះពួកគេចេញអំពីស្រុកអេស៊ីបហើយនៅពេលដែលពួកគេបានដើរទៅដល់ទឹកដីសន្យាពួកគេបានភ្លេចអំពីព្រះដែលបានរំដោះពួកគេចេញអំពីភាពជាទាសករហើយទៅថ្វាយបង្គំព្រះដទៃបងប្អូនបើយើងនិយាយនៅក្នុងពាក្យខ្មែរឲ្យសាមញ្ញទៅគេហៅថាបោះចោលដុំពេជ្ររើសយកដុំថ្មបងប្អូនព្រះដែលប្រជាជនអ៊ីស្រាអែលបោះចោលគឺជារបស់ដែលមានតម្លៃបំផុតដែលជាប្រភពទឹកបានហើយប្រជាជនអ៊ីស្រាអែលបានបោះចោលហើយទៅរើសដុំថ្មជំនួសវិញទៅបោះចោលប្រភពជាអ្វីគ្រប់យ៉ាងនៅក្នុងជីវិតរបស់ពួកគេហើយទៅយកដុំថ្មមកជំនួសហើយគម្ពីរនេះបានប្រាប់យើងថាម៉េចដែលមានសាសនាដូចសាសអ៊ីស្រាអែលអត់ដែលផ្លាស់ព្រះរបស់ខ្លួនហើយទៅថ្វាយបង្គំព្រះដទៃយើងនឹងថានៅក្នុងស្រុកខ្មែររបស់យើងតាំងពីដើមរៀងមកមានសាសនាដែលលើកឡើងជាសាសនារដ្ឋដែលគេជឿថានៅក្នុងសម័យអង្គរឬក៏ក្នុងសម័យមុនព្រះនៅក្នុងសាសនានឹងបានធ្វើការអស្ចារ្យជាច្រើនការពារនឹងធ្វើហើយរសារហូតឲ្យគេថ្វាយបង្គំមកដល់សម័យមួយនេះប៉ុន្តែជនជាតិអ៊ីស្រាអែលព្រះបានធ្វើការអស្ចារ្យជាច្រើនជាងព្រះនៅក្នុងលោកីនេះព្រះបានបង្ហាញព្រះបានបើកសម្ដែងព្រះបានធ្វើការអស្ចារ្យព្រះបានប្រទានពរព្រះបានការពារប៉ុន្តែពួកគេបានផ្លាស់ប្ដូរទៅថ្វាយបង្គំព្រះដទៃដែលមិនមែនជាព្រះដែលបាននាំពួកគេចេញពីស្រុកអេស៊ីបហើយអ្វីដែលគួរឲ្យសង្កត់សង្កត់នោះទៀតនោះគឺគេថ្វាយបង្គំព្រះដទៃមិនដែលគឺធ្វើតាមរបៀបដែលព្រះជាម្ចាស់បានឲ្យពួកគេធ្វើព្រះបានប្រាប់ពួកគេឲ្យថ្វាយញ៉ាញ់បូជាចេះមួយចោះមួយតែនៅពេលដែលគេផ្លាស់ព្រះគេថ្វាយបង្គំព្រះដទៃហើយគេថ្វាយដង្វាយដូចជាព្រះជាម្ចាស់បានប្រាប់ពួកគេឲ្យគេធ្វើដូចគ្នាចឹងវាជារឿងមួយដែលធ្វើឲ្យព្រះបានខកចិត្តនៅក្នុងប្រជាជនអ៊ីស្រាអែលដែលហេតុបានជាពួកគេធ្វើយ៉ាងដូច្នោះនៅក្នុងសម័យនោះចឹងបងប្អូនយើងអាចរៀនអំពីព្រះគម្ពីរមួយនេះពេលខ្លះយើងងាយនឹងផ្លាស់ព្រះអង្គយើងងាយនឹងទម្លាក់ព្រះអង្គចុះហើយយើងរត់ទៅរកអ្វីផ្សេងទៀតនៅក្នុងចំណុចទី1ប្រែចិត្តហើយត្រឡប់មករកព្រះវិញយើងបានដឹងថាការថ្វាយបង្គំព្រះដទៃមិនមែនផ្ដោតតែលើតើតែយើងអុជធូបដល់យើងទៅថ្វាយបង្គំមុខរូបចម្លាក់នៅទេបានហៅថាថ្វាយបង្គំមានរឿងរ៉ាវជាច្រើនដែលយើងថ្វាយបង្គំដែលយើងចំណាយពេលជាមួយនឹងទ្រព្យសម្បត្តិចំណាយពេលជាមួយនឹងអវ័យច្រើនជាងការចំណាយពេលជាមួយនឹងព្រះអង្គទទួលស្គាល់ខ្លួនឯងថាពេលខ្លះយើងក៏ធ្លាប់វង្វេងពេលខ្លះក៏យើងធ្លាប់ចំណាយពេលជាមួយនឹងរបស់ដទៃច្រើនជាងព្រះអង្គកុំឲ្យទុកចិត្តខ្លួនឯងកុំឲ្យទុកចិត្តអ្នកដទៃកុំឲ្យទុកចិត្តនរណាទាំងអស់កុំឲ្យទុកចិត្តទៅលើផែនការរបស់ខ្លួនមិនថាត្រូវទុកចិត្តទៅលើព្រះរបស់យើងវិញអេមែនចឹងបងប្អូនទាំងអស់គ្នាជនជាតិអ៊ីស្រាអែលបានទុកចិត្តទៅលើគំនិតរបស់ពួកគេគេថាទាំងអស់នេះគេធ្វើត្រឹមត្រូវប៉ុន្តែព្រះគម្ពីរបានមានព្រះបន្ទូលថាគំនិតរបស់ព្រះខុសពីគំនិតរបស់យើងគំនិតរបស់យើងគេថាត្រឹមត្រូវហើយយើងធ្វើត្រឹមត្រូវពេលខ្លះគំនិតរបស់យើងមិនត្រូវ 100% ទេតើតែគំនិតរបស់យើងស្ថិតនៅក្នុងព្រះវត្តមានរបស់ព្រះអង្គទើបត្រឹមត្រូវអេមែនសម្រាប់តាមបំណងបហាទេរបស់ព្រះអង្គទើបត្រឹមត្រូវ
chúng với chia tràn là chúng chỉ sẽ bàn thua bật chia thua ở bọn họ chặt khăng miền tiền chúng bao vô ở cái niệm về chiêm cha miền Prea tôi đã dùng bay cha mình nô rồi có về chia chiết phê nhà kia mình chưa Prea có kia mình đem flap đô Prea rồi bọc poke đai và kia thâu bài bằng cung Prea rồi bọc poke kia đem flap đô một đại trùm lại đây là chôn chết Israel đô là hột mô vô nâng anh nâng phê là Mô-xê nông về chế chôn Israel hay phê chêm cha mang prap về chế chôn Israel tam dạng lô Mô-xê thang cầm oi riêng ca cho mùi nâng sạp xên kênh lô phụ kê nông nẹ ở thvai bằng cung Prea đô tì bọn phê chêm cha bàn ca bia phụ kê bàn prap phụ kê ra cầm oi riêng ca cho mùi nâng sạp đô tì thầy lô phục sát đợt tây nâng anh nuông về chia riêng rồi bỏ anh cho thoại bằng công prea đợt tây mà này về chia chôn Israel ở đạp tây nào ta sum chặt riêng cá cho mùi sát đợt tây rồi hô to ta cả thoại bằng công rục prea rục ấy xem bàn trộm mà pin sát Israel từng mùa hay nước nông prea công pi này bàn prap dân tiệt hà Israel bàn flap đầu prea đại chia bộc hộp này ở về cướp vàng hai từ đó đồng thầm mà vốn cho nó chỉ pi nghĩa cho những pi ông pi bạp nước nông prea pi giờ mìnhจะปลุกปีคอดับใบจะเปรียกปีมวยได้จ้องปรับแต่การบำเพ็ญโรคนี้จมูกหนึ่งขยมท้าในครั้งเปรียกปีมันมีประมาณตัวสบัดเรียอันมันประเภทอำเภอกรอบปีอย่างคือบานเตียงบอกบองจอลอันได้เชียร์บาลตึกรัวหายบานดับเถื่ออ่างเป็นเชียอ่างแปรใบแต่ตุกตึกเหมือนบานพองมองพอดอกน้องเปรียกปีนี่ไปเชี่ยชนอิสราเอลบานบอกบ้องเปรียเชี่ยมาจากได้เชี่ยประพบตึกเอาบนครอบชี้อันโดงหรือกับบุกอันโดงเต้าบานประพบตึกได้มันใจรินสงดเชี่ยตึกได้โฮมันใจออกเชี่ยตึกได้จนเจมยืงเป็นมวยชีวิตเชี่ยตึกได้มันใจปลายปลัวเชี่ยตึกได้ยังอายุไว้โยตึกต่างอันนึงทั่วไว้ครบยางนักเรียนชีวิตระบายอย่างนั้นมันนึกมันอายมันนุ่มมันอายรัวขวักตึกบานเตนักเรียนสมัยบ่อยเยอะให้ปัจจุบันคือตึกสะอาดวันนั้นบ้องฝนไปชี้จุดอิสราเอลมันบ้องบาลตึกได้โฮมันใจอ้อโจให้โปเกตัวเถื่ออ่างสตบตึกจุ่มนัววิ่งให้เถื่ออ่างให้ออนเมียนตึกด่าเตนี่สมรู้สุดาตาในครั้งสุดท้ายนับเพียบมวยน่าแต่ยังครบบองโจเปรียในครั้งการสำหรับจัดบอลยังน่ามวยให้ยังตัวดับเถื่ออ่างจุ่มนัววิ่งยังตัวเถื่ออ่างได้ชี้อ่างได้แปรใบจุ่มนัวเชียงได้ยังเมียนปอบพบตึกได้โฮโจมากันชีวิตระบายยังเอ็ดชุบโชนับเป้ได้ยังเมียนปอบพบตึกยังอาจเถื่ออ่างบานนับเป้ได้ยังสกัวปอบพบตึกได้โฮเจนมอนักน้องชีวิตระบายยังเป็นใบเพยคลายจมูกหนึ่งขมังสตร์เป็นใบเพยคลายจมูกหนึ่งเพียบเลี้ยงสกัวนักน้องชีวิตระบายบอมโพรักนี่เป็นใบเพยคลายจมูกหนึ่งบัดบองเปรียโปแต่ก็เป็นใบเพยคลายจมูกหนึ่งสวัสดิ์เพียบให้ก็เป็นใบเพยคลายจมูกหนึ่งจุ่มงื้อได้นังโจมนักน้องชีวิตระบายบองโพรักนี่ให้ก็เป็นใบเพยคลายจมูกหนึ่งเอาไว้ได้บอมโพหนึ่งไปโชมหมกบัดปองคือเชียร์ไว้ครบยางสำหรับบองโพรักนี่รู้ใส่ตาหายเอเมนบองโพรักนี่สัตว์นกน้องก้าสมัยจัดส้มกลมบองเจ้าเปรี้ยระบายยังเอเมนส้มกลมบองประพบเด็กนักน้องชีวิตระบายยังส้มกลมบองประพบแดนนมเอาเยอะตัวมันเอาไว้ครบยางนักน้องชีวิตระบายยังส้มกลมบองดมปิดแต่โยกดมทุ่มเอเมนส้มเจอเรือโยกแต่การถวายบังคมเปรี้ยระบายยังส้มเจอเรือโยกแต่การเสกเคลียนปีปองกลมใบตัวโรคการเสกเคลียนปีระบบเซนติดส้มเอาชีวิตระบายยังคล้ายจะเชี่ยมันเนี่ยได้เสกเคลียนแต่ประพบตึกได้มาปีเปรี้ยบานให้เอเมนส้มกลมอ้อยซ้อมเรียกลมอ้อยเอาไว้ได้นักน้องลูกไก่นี่นมยังง่ายเช่นปีประพบตึกนมยังง่ายเช่นอย่างปีเปรี้ย
ជាម្ចាស់ដែលដាក់នៅក្នុងជីវិតរបស់យើងបានសូមឲ្យជីវិតរបស់យើងនៅក្បែរប្រភពទឹកជារៀងរាល់ថ្ងៃក្នុងព្រះគម្ពីរបានមានព្រះបន្ទូលថាព្រះអង្គនឹងនាំយើងទៅក្បែរទឹកហូរគ្រឿមហើយនឹងមានស្មៅគៀវខ្ចីជីវិតរបស់យើងព្រះអង្គប្រៀបធៀបដូចជាដើមឈើដែលដុះនៅក្បែរមាត់ទឹកដែលឥតស្គាល់ភាពរៀងស្ងួតទេពីព្រោះយើងបានឈរនៅក្បែរមាត់ទឹកតែយើងត្រូវការអីតែយើងកំពុងតែជួបអីពេលនេះតែយើងកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយណាបងប្អូនបើសិនតែយើងជួបនៅក្នុងស្ថានភាពរៀងស្ងួតយើងមានប្រភពទឹកព្រោះជីវិតរបស់យើងងាយនឹងជួបនៅក្នុងស្ថានភាពរៀងស្ងួតគឺនៅពេលដែលយើងគិតថាដូចអត់មានអីទាំងអស់ដូចជាល្វើដូចជាលហិតលហៃតែបងប្អូនយើងកំពុងតែនៅក្បែរប្រភពទឹកសូមជញ្ជក់ពីព្រះអង្គសូមចូលទៅរកព្រះអង្គចូលទៅរកពីព្រះជាម្ចាស់ថែមទៀតបើសិនជាបងប្អូនគិតថាជីវិតរបស់បងប្អូនកំពុងតែរៀងស្ងួតអេមែនតែបើសិនជាបងប្អូនគិតថាអូខ្ញុំអត់ទៅរៀងស្ងួតទេសូមចូលទៅរកព្រះថែមទៀតអេមែននៅក្នុងព្រះនាមព្រះយេស៊ូវបងប្អូនការបោះបង់ចោលព្រះជាប្រភពនៃជីវិតការស្វែងរកបំណងរបស់ជនជាតិអ៊ីស្រាអែលស្វែងរកអ្វីផ្សេងក្រៅពីព្រះអង្គនៅក្នុងសម័យនោះបើយើងគិតទៅជនជាតិអ៊ីស្រាអែលហេតុអីក៏ល្ងងម្លេះហេតុអីក៏ពិបាកនិយាយស្ដាប់គ្នាម្លេះបងប្អូនយើងមិនបន្ទោសជនជាតិអ៊ីស្រាអែលក្នុងសម័យនោះទេពីព្រោះពេលខ្លះយើងក៏ធ្វើអញ្ចឹងដែរមកអ្នកដែលទទួលស្គាល់ខ្លួនឯងពេលខ្លះស្លាប់ធ្វើអញ្ចឹងដែរពេលខ្លះយើងក៏សម្រេចចិត្តចូលព្រះដែរពេលខ្លះយើងសម្រេចចិត្តដូចអត់ដឹងអីរឿងខ្លះយើងបោះបង់ប្រភពទឹកហើយបន្ទាប់មកស្រែកថាអូបាម្លេះអូហេតុអីបានជាព្រះអង្គឲ្យខ្ញុំជួបរឿងបែបនោះតែខ្លួនឯងយកបោះបង់មុនសោះបន្ទោសព្រះបងប្អូនទាំងអស់គ្នាសូមស្វែងរកព្រះអង្គស្វែងរកព្រះអង្គតើការអីស្វែងរកព្រះជាជាងដែលយើងស្វែងរកមនុស្សជាជាងដែលយើងស្វែងរករបស់ដែលនៅក្នុងលោកីនេះបងនៅក្នុងព្រះគម្ពីរបានមានបន្ទូលថាចូលឲ្យយើងស្វែងរកនគរព្រះនិងសេចក្តីសុចរិតជាមុនសិននោះអ្វីទាំងអស់នឹងត្រឡប់មកតាមក្រោយអេមែនម្ល៉េះជាទូទៅរឿងខ្លះយើងមិនបានស្វែងរកនគរព្រះនិងសេចក្តីសុចរិតរបស់ព្រះទេជាមុនទេប៉ុន្តែយើងស្វែងរករបស់លោកីមុនហើយបានយើងស្វែងរកព្រះតាមក្រោយហើយបន្ទាប់មកគ្រោះថ្នាក់បដ ாய் អញ្ចឹងបងប្អូនទាំងអស់គ្នាសូមអនុញ្ញាតឲ្យខ្លួនឯងស្វែងរកព្រះមុនអេមែនសូមអនុញ្ញាតឲ្យខ្លួនឯងចំណាយពេលជាមួយនឹងព្រះអង្គចំណាយពេលស្វែងរកប្រភពទឹកមុននឹងការសម្រេចចិត្តរបស់បងប្អូនរាល់គ្នាមុននឹងសម្រេចចិត្តធ្វើអីម្យ៉ាងសូមឲ្យស្វែងរកព្រះមុនអេមែនបងប្អូនព្រះមិនយឺតហើយក៏មិនលឿនពេកទេនៅក្នុងការសម្រេចចិត្តរបស់យើងបើយើងមិនណាយចិត្តទេដល់ពេលកំណត់នោះយើងនឹងច្រូតបានផលនៅក្នុងព្រះនាមព្រះយេស៊ូវអេមែនជាបងប្អូនជាទូទៅនៅក្នុងជីវិតរបស់យើងត្រូវបានញែកចេញអំពីរឿងរ៉ាវជាច្រើនដែលចូលមកក្នុងជីវិតរបស់យើងដែលព្រះអង្គតែងតែមានគោលបំណងព្រះអង្គតែងតែចង់ឲ្យយើងល្អព្រះអង្គចង់ឲ្យយើងរីកចម្រើនព្រះអង្គឲ្យយើងចង់ឲ្យយើងទទួលពរដូច្នេះសូមកុំទៅធ្វើអាងដែលប្រេះបែកយើងមានប្រភពទឹកដែលហូរមិនដឹងរដូវប្រាំងរដូវវស្សានោះទេនៅក្នុងព្រះគម្ពីរទំនុកដង្កើងបានមានបន្ទូលថាព្រះអង្គនឹងធ្វើឲ្យមានទឹកហូរនៅវាលខ្សាច់តើជីវិតរបស់បងប្អូនធ្លាប់ហួតហែងដោយវាលខ្សាច់ដែរទេបើសិនជាបងប្អូនមានអារម្មណ៍ថាពេលខ្លះជីវិតរបស់ខ្ញុំដូចហួតហែងខ្លាំងពេកព្រះអាចធ្វើឲ្យមានទឹកហូរបាននៅក្នុងវាលហួតហែងនោះនៅក្នុងព្រះនាមព្រះយេស៊ូវអេមែនបងប្អូនទាំងអស់គ្នា
កុំភ័យខ្លាចថាអូខ្ញុំនៅកម្រិតនេះកម្រិតនោះកន្លែងនេះកន្លែងនោះហើយទឹករបស់ព្រះអង្គហូរមិនដល់ទៅដល់កន្លែងណាក៏ទឹករបស់ព្រះហូរដល់ដែរឲ្យតែយើងអនុញ្ញាតឲ្យព្រះធ្វើអេមែនសរសើរដល់ព្រះអង្គកុំភ័យខ្លាចទឹករបស់ព្រះអង្គទៅដល់កន្លែងណារនាំងគ្រប់រនាំងទាំងអស់នឹងត្រូវបានបំបែកអេមែនភាពរៀនស្ទះភាពជាប់គាំងទាំងអស់ជំងឺបញ្ហាបន្ទុកភាពស្រេកឃ្លាននឹងត្រូវបានដោះហើយក៏ត្រូវបានបំពេញនៅក្នុងជីវិតរបស់យើងចាំបងប្អូនសូមកុំភ័យខ្លាចកុំគិតថាខ្លួនឯងនៅក្នុងព្រៃនៅក្នុងកន្លែងណាក៏ដោយបបាក់រត់ច្រកចេញបណ្ណាក៏ដោយព្រះអាចធ្វើបានព្រះអាចធ្វើបានព្រះអាចជួយបងប្អូនព្រះអាចជួយបងប្អូនហើយព្រះក៏អាចជួយខ្ញុំដែរហើយព្រះដែលធ្វើការអស្ចារ្យកាលពីសម័យមុនក៏អាចធ្វើការអស្ចារ្យនៅក្នុងសម័យនេះដែរអេមែនហាឡេលូយ៉ាអញ្ចឹងធុងទឹកដែលបែកបាក់តំណាងឲ្យការប៉ុនប៉ងរបស់យើងប៉ុនប៉ងអីគេយើងគិតមើលថាយើងប៉ុនប៉ងយើងចង់រកក្តីសុខសម្រាប់ខ្លួនឯងនេះគេថាចង់ធ្វើតាមបេះដូងស្វែងរកសន្តិភាពសន្តិសុខឬក៏សុភមង្គលនៅក្នុងក្រុមគ្រួសារស្វែងរកអ្វីមួយដែលយើងត្រូវការជាជាងដែលមានថាយើងស្វែងរកអ្វីដែលឧទាហរណ៍ថាយើងស្វែងរកកៅអីយើងគេថាយើងត្រូវការកៅអីយើងកំពុងតែស្វែងរកកៅអីប្រែបងប្អូនផ្លេចអ្នកដែលបង្កើតកៅអីគឺនៅចិត្តបងប្អូនរាល់គ្នារោតែរបស់ដែលគេបង្កើតហើយប៉ុន្តែផ្លេចរោម្ចាស់ដែលបង្កើតរបស់ព្រះជាម្ចាស់ប្រៀបបីដូចជាអ្នកដែលបង្កើតអ្វីគ្រប់យ៉ាងនៅក្នុងបងប្អូនរាល់គ្នាព្រះជាម្ចាស់ប្រៀបដូចជាព្រះអង្គប្រៀបបីដូចជាអ្នកដែលបង្កើតកៅអីព្រះអង្គប្រៀបបីដូចជាអ្នកដែលបង្កើតម៉ាស៊ីនត្រជាក់បង្កើតធុងបាសបង្កើតកង្ហារបង្កើតអ្វីដែលយើងត្រូវការព្រះអង្គមិនចេះជំនាញតែមួយមុខទេខ្ញុំចង់ប្រាប់បងប្អូនថាព្រះអង្គមិនចេះបង្កើតតែកៅអីមួយមុខទេជាទូទៅយើងស្វែងរកក្តីសុខខ្លួនឯងទៅតាមបេះដូងតែផ្លេចរោអ្នកដែលបង្កើតរបស់ទាំងនោះហើយអ្នកដែលបង្កើតរបស់ទាំងនោះគឺនៅក្បែរបងប្អូនរាល់គ្នាអេមែននោះគឺព្រះយេស៊ូវអេមែនបងប្អូនត្រូវការរកពេទ្យរកព្រះយេស៊ូវបងប្អូនត្រូវការរកសុភមង្គលរកព្រះយេស៊ូវបើសិនជាបងប្អូនត្រូវការព្រះពររកព្រះយេស៊ូវបើសិនជាបងប្អូនត្រូវការលក់ដាច់រកព្រះយេស៊ូវបើសិនជាបងប្អូនត្រូវការសុខភាពល្អរកព្រះយេស៊ូវបើសិនជាបងប្អូនត្រូវការសុភមង្គលរកព្រះយេស៊ូវបើបងប្អូនត្រូវការផ្ទះរកព្រះយេស៊ូវបើបងប្អូនត្រូវការអ្វីផ្សេងទៀតដែលបងប្អូនត្រូវការសូមរកព្រះយេស៊ូវរកអ្នកដែលបង្កើតអ្វីគ្រប់យ៉ាងអេមែនមិនរកតែមួយមុខហ្នឹងទេទៅរកព្រះនោះបងប្អូននឹងទទួលបានអ្វីទាំងអស់អេមែនអ្នកបងប្អូនអរគ្នាជីវិតរបស់យើងពេលខ្លះយើងតាមរកមួយមិនដែលយើងភ្លេចព្រះដែលជាអ្វីទាំងអស់នៅក្នុងជីវិតរបស់យើងដូច្នេះចប់រកមួយហ្នឹងរកតែព្រះយេស៊ូវគ្រប់គ្រាន់ហើយអេមែនចង់បានអីរកព្រះឃើញហើយចង់បានអីទៅព្រះនឹងសួរយើងថាចង់បានអីហើយឆ្លើយខ្លួនឯងទៅបើជាបងប្អូនពេលនេះអាចនិយាយថាអូខ្ញុំចង់បានសុខភាពល្អខ្ញុំចង់បានជាពីជំងឺខ្ញុំចង់បានឲ្យគ្រួសាររបស់ខ្ញុំមានសុខភាពមង្គលខ្ញុំចង់បានឲ្យជីវិតរបស់ខ្ញុំមានសេរីភាពខ្ញុំចង់ឲ្យជីវិតរបស់ខ្ញុំពេញដោយភាពថាសន្តិភាពនៅក្នុងជីវិតចង់បានអីព្រះនឹងសួរបងប្អូនថាបងប្អូនចង់បានអីជាជាងដែលបងប្អូនដេញតាមមួយតែព្រះនឹងសួរបងប្អូនថាចង់បានអីហើយឆ្លើយខ្លួនឯងចោះអេមែនព្រោះបងប្អូននឹងមានបំណងខុសពីខ្ញុំតែជាបងប្អូននឹងមានបំណងមានចិត្តជាច្រើនដែលចង់បានគ្មានអ្វីដែលព្រះមិនអាចធ្វើបានទេអេមែនបងប្អូននៅក្នុងខគម្ពីរយេរេមៀនេះវាជារឿងឲ្យគួរឲ្យភ្ញាក់ផ្អើលទៅដល់ឋានសួគ៌ដែលមនុស្សបោះបង់សន្តិភាពហើយជ្រើសរើសយកទុក្ខវេទនា
ប្រជាជនអ៊ីស្រាអែលបានបោះបង់ឋានសួគ៌ហើយជ្រើសរើសយកទុក្ខវេទនាបោះបង់ព្រះជាម្ចាស់ហើយជ្រើសរើសយកការលំបាកការដែលខំធ្វើដោយខ្លួនឯងហើយពិបាកនៅក្នុងចំណុចចុងក្រោយផ្លាស់ប្ដូរការគិតផ្លាស់ប្ដូរជីវិតបងប្អូនទាំងអស់គ្នាពេលខ្លះជនជាតិអ៊ីស្រាអែលបានគិតថាពួកគេបានធ្វើត្រឹមត្រូវពួកគេតាំងខ្លួនឯងជាហោរាអត់ទទួលស្គាល់អ្នកដែលព្រះបានចាត់ឲ្យមកដូចជាហោរាយេរេមៀព្យាការីយេរេមៀអត់ស្ដាប់ទាំងអស់ពួកគេគិតថាខ្លួនឯងត្រឹមត្រូវតែបងប្អូនពេលខ្លះគំនិតរបស់យើងគិតថាចាំសិនពេលខ្លះយើងគិតថាមិនអីទេតែបងប្អូនសូមផ្លាស់ប្ដូរគំនិតរបស់យើងពេលខ្លះអារៈក៏ធ្លាប់និយាយថាមិនអីទេទៅកាន់អេវ៉ាដែរញ៉ាំទៅមិនអីទេបាត់ព្រះជាម្ចាស់មានព្រះបន្ទូលថាចេះមួយចោះមួយបងប្អូនទាំងអស់គ្នាផ្លាស់ប្ដូរការគិតរបស់យើងការដាក់ផែនការរបស់យើងការសម្រេចចិត្តរបស់យើង plan របស់យើងទៅជាការដែលយើងទៅរកព្រះមុនហើយថ្វាយកិច្ចការរបស់យើងទៅកាន់ព្រះហស្ថរបស់ព្រះឲ្យព្រះអង្គជាអ្នកសម្រេចហើយកុំបញ្ញាប់ពេករងចាំព្រះអង្គបន្តិចព្រះអង្គនឹងឆ្លើយតបទៅកាន់បងប្អូនទាំងអស់គ្នារួមជាមួយនឹងខ្ញុំអេមែនបើសិនជាលឿនពេកអាចនឹងមានគ្រោះថ្នាក់បងប្អូនទាំងអស់គ្នានៅពេលដែលប្រហែលពលមានប្រហែលថ្ងៃនេះដែលនិយាយអំពីបុរសម្នាក់ដែលទៅទិញឡានអាវផាត010តម្លៃ 15,000 បងប្អូនមកលើព័ត៌មានមួយរយៈនេះថោកពេកចៃរួចធនាគារទិញម្ដងទៅមកជិះបានប្រហែលថ្ងៃខាងធនាគារគេទេមកថាឡានហ្នឹងអត់បង់ធនាគារទេគេទៅអូសយកទៅវិញហើយបន្ទាប់មកអ្នកដែលលក់ឡានឲ្យគាត់ហ្នឹងបាត់សូនដល់ដឹងទៅដល់ណាយកលុយ 15,000 ទៅបាត់ចឹងបងប្អូនទាំងអស់គ្នាពេលខ្លះលឿនពេកក៏ធ្វើឲ្យយើងគ្រោះថ្នាក់ដែរការសម្រេចចិត្តលឿនពេកក៏ធ្វើឲ្យយើងធ្លាក់នៅក្នុងស្ថានភាពមួយដែលពិបាកងារបំផុតដូច្នេះមួយហើយស្របតាមបំណងបហាតីរបស់ព្រះអេមែនជាជាងដែលយើងសម្រេចចិត្តលឿនបងប្អូនសូមកុំទាល់តែចាំជីវិតរបស់យើងធ្លាក់ទៅដល់ចំណុចមួយដែលពិបាកងើបទៅរកព្រះធ្លាក់មកសូមមករកព្រះវិញមកពេលខ្លះខ្ញុំធ្លាប់សម្រេចចិត្តខុសខ្ញុំធ្លាប់រងទុក្ខវេទនាខ្ញុំធ្លាប់រងទុក្ខ10 ខែនៅពេលដែលខ្ញុំសម្រេចចិត្តខុសដែលខ្ញុំដេញតាមប្រាក់ខែ200ជាបម្រើព្រះនៅក្នុងដំណាក់តែ$20ខ្ញុំសម្រេចចិត្តលឿនហើយវាជាវិបដិសារីជាមួយនឹងប្រពន្ធរបស់ខ្ញុំតែអរគុណព្រះដែលមានក្រុមបម្រើអ្នកបម្រើព្រះអង្គអ្នកដឹកនាំនៅក្នុង CSV មាននងមានបងកំឯងមានលោកគ្រូមករាអ្នកគ្រូកញ្ញាក៏បានអធិដ្ឋានសម្រាប់ពួកយើងព្រះក៏បានឆ្លើយតបក៏ហៅពួកយើងមកក្នុងដំណើររបស់ព្រះសាជាថ្មីអេមែនបងប្អូនកុំទន់ដល់ធ្លាក់ខ្លួនទៅប្រោព្រះខ្ញុំរឿងរ៉ាវមួយនេះខ្ញុំគិតហើយគិតទៀតខ្ញុំមិនអាចបំភ្លេចបានទេអ្វីដែលព្រះបានធ្វើហើយការអធិដ្ឋានរបស់ពួកគាត់ព្រះបានឆ្លើយតបទាំងដែលចិត្តខ្ញុំចង់មកដែរប៉ុន្តែមិនដឹងធ្វើម៉េចពោះជ្រុលខ្លួនហើយប៉ុន្តែព្រះនៅតែហៅខ្ញុំមកវិញបម្រើព្រះអង្គនៅទីកន្លែងនេះហើយខ្ញុំមកបម្រើព្រះមកវិញមិនទាន់បានប្រហែលឆ្នាំស្រួលបួលផងព្រះទៅហៅឲ្យឡើងធ្វើគ្រូវិវាទាំងវ័យក្មេងជាមួយប្រពន្ធដ៏ស្រស់ស្អាតរបស់ខ្ញុំតែបងប្អូនទាំងអស់គ្នាខ្ញុំរឿងនេះបានធ្វើឲ្យជីវិតរបស់ខ្ញុំជួបរឿងជាច្រើននៅក្នុងការបម្រើព្រះអង្គហើយខ្ញុំសម្រេចចិត្តថាខ្ញុំអត់រងចាំដល់ខ្ញុំគ្រោះថ្នាក់បានស្រែករកព្រះនោះទេបើមុំខ្ញុំស្រែករកព្រះហើយសួរថាការសម្រេចចិត្តរបស់ខ្ញុំត្រឹមត្រូវដែរឬទេអ្វីដែលខ្ញុំធ្វើត្រឹមត្រូវដែរឬទេតែបងប្អូនទាំងអស់គ្នាកុំចាំដល់តតែបាត់អ្វីទាំងអស់បានស្រែករកព្រះអង្គ
ពីព្រោះពិបាកស្ដារឡើងវិញបាត់មួយពីរចាប់ដើមស្វែងរកការចំណាយពេលមួយព្រះអង្គបងប្អូនព្រះរងចាំបងប្អូនបើសិនជាតទៅមុខទៀតស្ថានភាពគ្រប់យ៉ាងដែលចូលទៅកាន់ជីវិតរបស់បងប្អូនហើយឲ្យបងប្អូនមានអារម្មណ៍ថាឆ្ងាយមានអារម្មណ៍ថារីងស្ងួតមានបញ្ហានឹងចូលមកសូមនឹកចាំអំពីការអស្ចារ្យដែលព្រះធ្វើនឹកចាំអំពីព្រះហស្ថដែលព្រះអង្គបាននាំយើងចេញអំពីទុក្ខលំបាកនឹកចាំអំពីព្រះគុណនឹកចាំអំពីក្តីស្រឡាញ់ដកភាពអាម៉ាស់ចេញទម្លាក់ភាពអាម៉ាស់ចុះហើយឈរនៅចំពោះព្រះឈរនៅចំពោះព្រះរបស់យើងព្រះអង្គមិនដែលបន្ទោសយើងទេទុយទៅវិញព្រះអង្គមានតែអបអរដែលយើងបានវើមកការថ្វាយបង្គំព្រះម្ដងទៀតអេមែនព្រះអង្គមិនដែលបន្ទោសយើងហើយព្រះអង្គក៏មិនដែលលុបយើងចេញអំពីជីវិតបញ្ជីជីវិតទេដរាបណាយើងនៅមានជីវិតនៅលើផែនដីព្រះរងចាំបងប្អូនជារៀងរាល់ថ្ងៃបើសិនជាបងប្អូនមានអារម្មណ៍ថាឆ្ងាយអំពីការថ្វាយបង្គំឆ្ងាយអំពីការអធិដ្ឋានការអានគម្ពីរឬក៏ឆ្ងាយអ្វីផ្សេងទៀតសូមនឹកចាំថាព្រះអង្គរងចាំយើងដូចជនជាតិអ៊ីស្រាអែលគាត់អត់ទទួលពួកគាត់អត់ទទួលស្គាល់កំហុសរបស់គាត់នោះទេរហូតតតែជាប់ជាទេសកលនៅក្រុងបាប៊ីឡូន70ឆ្នាំបានដឹងខ្លួនបានស្រែករកព្រះតតែបាត់បង់ទឹកដីតតែបាត់បង់អ្វីគ្រប់យ៉ាងបានស្រែករកព្រះតអានេះចំនួនមុនស្លាប់អស់ទើបនេះចំនួនក្រោយស្រែករកព្រះហើយព្រះក៏បានហៅពួកគេមែនត្រឡប់មកកាន់ទឹកដីសន្យារបស់ព្រះដដែលចាំបងប្អូនទាំងអស់គ្នាពេលខ្លះភាពអាម៉ាស់បានរៀងយើងច្រើនពេកហើយសូមវិលមករកព្រះអង្គវិញបើសិនជាបងប្អូនមានអារម្មណ៍ថាខ្លួនឯងមិនស័ក្តិសមមិនដែលព្រះស័ក្តិសមព្រះនិយាយទៅកាន់បងប្អូនថាបងប្អូនស័ក្តិសម